សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំម្ដងទៀតហើយបាទខ្ញុំបាទពងថ្ងៃនេះខ្ញុំមកធ្វើការអាប់ដេតទៅនឹងតម្លៃហាងឆេងមាសបាទក៏ដូចជាព្រឹត្តិការណ៍ព័ត៌មានអញ្ចឹងយើងឃើញថាចុងខែ2បាទថ្ងៃសុក្រតម្លៃហាងឆេងមាសនៅតម្លៃ$5275នៅក្នុង1អោនឬស្មើនឹង$635ក្នុង1ជីបើកផ្សារដើមខែថ្មីនេះបងប្អូនអ្នកគ្នាបាទខែ3ថ្ងៃទី2នេះបាទថ្ងៃច័ន្ទគឺបានហក់ឡើងរហូតទៅដល់តម្លៃខ្ពស់នៅព្រឹកនេះបាទម៉ោង9:54នាទី$5393នៅក្នុង1អោនឬស្មើនឹង$649នៅក្នុង1ជីបងប្អូនបាទអញ្ចឹងបើគិតជាតម្លៃនៅទីផ្សារហាងឆេងមាសអន្តរជាតិនៅក្នុងស្រុកខ្មែររបស់យើងនេះបាទគឺប្រហែលជា$6000បាទ$6500នៅក្នុងមួយតម្លឹងបងប្អូនអ្នកគ្នាបើសិនជាយើងគិតជាតម្លឹងហើយយើងសួរថាហេតុអីបានជំរុញឲ្យកត្តាហាងឆេងមាសបាទគឺមានការហក់ឡើងច្រើនយ៉ាងនេះបាទសម្រាប់ដើមសប្តាហ៍ថ្ងៃច័ន្ទបងប្អូនបាទខ្ញុំគិតទៅគឺវាកើនឡើងចំនួន$115នៅក្នុង1អោនបងប្អូនគ្នានៅលើទីផ្សារអន្តរជាតិបើសិនជាយើងគិតជាຂະຫນាតនៅក្នុងស្រុករបស់យើងវិញប្រែប្រួលជាង$120នៅក្នុងមួយតម្លឹងបងប្អូនគ្នាបាទចឹងឥឡូវយើងមកធ្វើការ recap តាក់ទងទៅនឹងព័ត៌មានហេតុអីបានជំរុញឲ្យតម្លៃហាងឆេងមាសងើបឡើងបាទចឹងតាក់ទងទៅនឹងការពីសប្តាហ៍មុនបងប្អូនថ្ងៃសៅរ៍បាទបើសិនជាបងប្អូនតាមដានព័ត៌មានសេដ្ឋកិច្ចខាងក្រៅបងប្អូនប្រកាសជាទទួលបានព័ត៌មានបាទតាក់ទងទៅនឹងអាមេរិកបងប្អូនបាទអាមេរិកនិងអ៊ីស្រាអែលបានធ្វើការបើកវាយប្រហារទៅនឹងប្រទេសអ៊ីរ៉ង់បងប្អូនបាទដែលនៅក្នុងការវាយប្រហារហ្នឹងបាទគឺបាញ់មីស៊ីលបាទប្រើប្រាស់ដ្រូនគឺបច្ចេកវិទ្យាតែធ្វើសង្គ្រាមគឺទំនើបមែនតើបាទហើយសម្រាប់ការធ្វើសង្គ្រាមនេះបាទខាងអ៊ីរ៉ង់ក៏មានការឆ្លើយតបទៅវិញដែរបាទដោយការបាញ់មីស៊ីលដូចគ្នាបាទគឺមានការភាពតានតឹងមែនតើបងប្អូនគ្នាបាទហើយសម្រាប់ការធ្វើសង្គ្រាមនឹងទៀតសោតបាទគឺធ្វើឲ្យបាទមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់បាទលោកខាម៉ានីបាទគឺគាត់បានស្លាប់បងប្អូនគ្នាបាទដោយសារតែបាទខាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាទគឺគាត់ធ្វើការបាញ់ទៅកាន់ទីតាំងរបស់គាត់បាទគឺពួកគាត់កំណត់ទីតាំងរបស់មេដឹកនាំកម្ពុជានឹងបានបាទគឺធ្វើឲ្យគាត់បាទបាត់បង់ជីវិតនៅក្នុងទស្សនវិជ្ជាសង្គ្រាមមួយនឹងបងប្អូនគ្នាបាទអញ្ចឹងកត្តាមួយនេះហើយដែលជំរុញឲ្យតម្លៃហាងឆេងមាសបាទគឺមានការកើនឡើងក៏ដូចជាគូរូបិយប័ណ្ណអន្តរជាតិផ្សេងៗបាទក៏មានការប្រែប្រួលសកម្មដែរនៅដើមសប្តាហ៍ថ្ងៃច័ន្ទនេះបងប្អូនបាទហើយនេះគឺជាព័ត៌មានមួយដែលជាកត្តាធំធ្វើឲ្យតម្លៃហាងឆេងមាសកើនឡើងហើយនៅក្នុងថ្ងៃនេះបាទក៏មានព័ត៌មានដែលធ្វើឲ្យតម្លៃហាងឆេងយើងមានការប្រែប្រួលដែរតាក់ទងទៅនឹងព័ត៌មានចេញពីលុយដុល្លារបងប្អូនគ្នាម៉ោង10យប់បាទតាក់ទងទៅនឹងព័ត៌មានអំពីការបាទ survey នៅវិស័យគេថាសេវាកម្មបងប្អូនគ្នាបាទ PMI បាទម៉ោង10បាទអញ្ចឹងទិន្នន័យនេះក៏ធ្វើឲ្យទីផ្សារប្រែប្រួលដែរហើយសម្រាប់សប្តាហ៍ពេញនេះបាទបងប្អូនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនេះគឺមានព័ត៌មានច្រើនតាក់ទងនឹងទិន្នន័យការងារបាទតាក់ទងនឹងការទាមទារសំណងពីប្រជាជនដែលនៅសហរដ្ឋអាមេរិកបាទអញ្ចឹងទិន្នន័យចេញពីលុយដុល្លារបងប្អូនដឹងហើយបាទយើងជួញដូរហាងឆេងមាសជាមួយនឹងប្រាក់ដុល្លារអញ្ចឹងបើសិនជាទិន្នន័យចេញពីខាងព័ត៌មានដុល្លារបាទអញ្ចឹងតម្លៃហាងឆេងមាសយើងនឹងប្រែប្រួលគួរសមបងប្អូនបាទចឹងបងប្អូនទទួលបានព័ត៌មានដែលខ្ញុំបានលើកឡើងខាងលើនេះទេបាទអញ្ចឹងបើសិនជាបងប្អូនទទួលបានបាទបងប្អូនកុំភ្លេចធ្វើការបាទ like page ក៏ដូចជាបាទ follow ទៅនឹង Facebook ផ្លូវការរបស់ក្រុមហ៊ុនយើងហើយបើសិនជាបងប្អូនមានចម្ងល់បាទតាក់ទងទៅនឹងការទិញលក់ជាមួយនឹងហាងឆេងមាសទីផ្សារអន្តរជាតិកុំភ្លេចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងឥឡូវនេះដើម្បីសិក្សាក៏ដូចជាសួរនាំអំពីព័ត៌មានលម្អិតបាទអញ្ចឹងឱកាសល្អមែនតើបងប្អូនបាទអញ្ចឹងបងប្អូនចង់ធ្វើការទិញលក់មាសយើងអត់ត្រូវការចាយដើមទុនច្រើនទេបាទសម្រាប់ការទិញលក់នៅលើទីផ្សារអន្តរជាតិរបស់យើងមួយនេះអរគុណច្រើនអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយ